ព្រះមហាទេវីសូមទ្រង់ដាក់ព្រះជន្មទៅព្រោះព្រះមហាទេវីបំពេញព្រះរាជកិច្ចរួចហើយជាមកតាមទូបង្គំមកទេយើងមិនទាន់បានបំពេញភារកិច្ចទេយើងនៅមានភារកិច្ចច្រើនទៀតយើងមិនទាន់បានចុះវាសនាសម្រាប់បាត់របស់យើងទេម្ចាស់បងមានរឿងអីមានអ្វីមែនទេមានរឿងអីម្ចាស់បងមិនអីទេមែនទេគឺយើងនៅមានភារកិច្ចទៀតផ្ញើព្រះរាជសារឲ្យម្ចាស់បងនៅទីក្រុងដេវដាសូមឲ្យទ្រង់បញ្ជូនអាបេតាមកទីនេះមកអាបេតាជារឿងធម្មតាទេព្រះមេតិឆាមកចូលរួមធ្វើតាំងព្រះនាមឲ្យព្រះរាជបុត្រាក៏ដូចជាទាលក្ខណៈរបស់ព្រះរាជបុត្រាពិធីនេះគួរតែប្រព្រឹត្តទៅថ្ងៃទី5ទេបតោហើយនេះដាក់ទៅហើយទេមហាទេវីព្រះនាងអាបេតាយើងមកហើយព្រះនាងសុបកាយដែរទេព្រះម៉ែខ្ញុំម្ចាស់ជួយមិនបានទេព្រះពររាជបុត្ររបស់ដេវតានឹងប្រសូតឆាប់នេះហើយព្រះពរតែព្រះមហាទេវីបានប្រទានព្រះបុត្រាទៅឲ្យព្រះពរឯខ្ញុំម្ចាស់ក៏កំពុងតែរងចាំថ្ងៃនេះដែរប៉ុន្តែអមិតាទាំងអស់នេះជាអ្វីទៅមិនមែនសម្រាប់ព្រះមហាសីទេគឺសម្រាប់ព្រះបុត្រាមែនហើយឆាប់យើងទៅមើលបុត្រាទៅតាពិតជាដោយព្រះមហាវិញ្ញាណណាប៉ុន្តែគេក្លាហានដូចជាម្ចាស់បងព្រះសិទ្ធត្ថណាប៉ុន្តែប្រាប់ខ្ញុំម្ចាស់រឿងមួយមកតើព្រះនាងស្រឡាញ់ត្រង់ដែរទេនឹងស្រឡាញ់ដូចមេដាបង្កើតដែរទេពិតមែនហើយម្ចាស់ប្អូនមានបន្ទូលត្រូវណាវាជាម្ចាស់មិនយល់ព្រមទេអើព្រះមហេសីអមិតាមានបុត្រប្រាល់តែ2អង្គដែរព្រះនាងអមិតាគឺជាម្ចាស់ប្អូនរបស់ព្រះអង្គសិទ្ធត្ថណាដូច្នេះព្រះនាងក៏ជាមាតិឆារបស់ព្រះរាជកុមារព្រះនាងបានរៀបអភិសេកជាមួយនឹងព្រះរាជាដាណូអាបានីនៃនគរគូឡាយ៉ានទ្រង់ជាម្ចាស់បងរបស់ព្រះមហាមាយានិងប្រជាបាទីដូច្នេះហើយព្រះនាងអមិតាក៏ជាព្រះមាតិឆារបស់រាជកុមារដែរពិបាកដោះស្រាយណាស់នៅពេលដែលខ្ញុំម្ចាស់យាងមកនគរកបិលភៈខ្ញុំម្ចាស់ជាមាតិឆារបស់ទ្រង់ខាងព្រះបិតាពេលទ្រង់យាងទៅនគរដៀលដាខ្ញុំម្ចាស់ឆ្លាញ់ដូចបុត្របង្កើតអញ្ចឹងអមិតាសូមប្រទានអត្តសញ្ញាណថ្មីរបស់ទ្រង់ដល់ទ្រង់ដូច្នេះហើយនេះជាព្រះនាមរបស់ទ្រង់អាចត្រូវចារនៅលើនេះសិដ្ឋាតល្អណាស់សិដ្ឋាតសិដ្ឋាតតើលោកអាចារ្យអាចទូទាយអំពីអនាគតរបស់សិដ្ឋាតបានដែរទេព្រះរាជកុមារមានលក្ខណៈប្លែកពីក្មេងធម្មតាក្រាបទូលអាចទូទាយបានថាព្រះរាជកុមារនឹងធ្វើធំនៅលើលោកនេះទ្រង់នឹងមានព្រះបញ្ញាលើសលប់និងអំណាចខ្លាំងបំផុតមានជ័យជំនះនិងបានធ្វើជាអធិរាជហើយទ្រង់ទូលបង្គំគ្រាន់តែចង់ដឹងថាទ្រង់នឹងបានធ្វើជាអធិរាជទេក្រាបទូលមែនហើយព្រះអង្គព្រះរាជកុមារនឹងក្លាយជាព្រះរាជាមួយអង្គព្រះកោតនាមរបស់ព្រះអង្គសិដ្ឋាកថាតហើយគឺជាត្រកូលកោដមដូច្នេះទ្រង់ត្រូវបានស្គាល់ព្រះនាមថាសិដ្ឋាតកោដមគឺអធិរាជសិដ្ឋាតកោដមព្រះអធិរាជសិដ្ឋាតកោដមចូលចម្រើនព្រះអធិរាជសិដ្ឋាតកោដមចូលចម្រើនព្រះអធិរាជសិដ្ឋាតកោដមចូលចម្រើនម្ចាស់បងពេលនេះម្ចាស់បងព្រមយាងផ្ទុំទៅណាព្រះមេម្ចាស់
ពិធីតាំងប្រណីមអបរិជ្ជបុត្រដោយបរិបូរណ៍ណាម្ចាស់ប្អូនរបស់ម្ចាស់បងបានអំពេញរួចហើយបំណងប្រាថ្នាមនុស្សស្រីក្នុងលោកគ្មានទីបញ្ចប់ទេរីឯម្ដាយគ្រប់រូបបងប្រាថ្នាចង់ឲ្យកូនរបស់ខ្លួនមានតែសេចក្តីសុខប៉ុន្តែសេចក្តីប្រាថ្នារបស់យើងនៅ